ជាការពិតទៅការហាត់ប្រាណមានច្រើនប្រភេទបាទមួយហាត់ប្រាណជាផ្លូវការដែលយើងមានកម្មវិធីគេបង្រៀនយើងជាហែកទឹកដូចជាកីឡាដូចជារត់ដូចជាអីហ្នឹងគេហៅថាតាមប្រព័ន្ធគេមករៀនអញ្ចឹងណាបាទមួយទៀតគេហៅសកម្មភាពធម្មជាតិទូទៅរាល់ថ្ងៃដូចយើងដើរទៅផ្សារយើងឡើងចណ្ដាលយើងធ្វើការយើងលេងសែងអីទាំងអស់ហ្នឹងក៏ការហាត់ប្រាណដែរអញ្ចឹងហាត់ប្រាណទាំងអស់ហ្នឹងបើយើងនិយាយទៅគេបែងចែកជា4បាទមួយគេហៅថាហាត់ប្រាណដោយប្រើខ្យល់ចលនាដកចេញចូលបញ្ចេញអុកស៊ីហ្សែនហ្នឹងគេហៅ aerobic និង aerobic exercise ណាអាហ្នឹងដូចជាហែកទឹកដូចជាជិះកង់ដូចជារត់អីចឹងអាហ្នឹងគេហៅថា aerobic exercise អាហ្នឹងគឺ exercise មួយដែលជួយឲ្យបេះដូងយើងចលនាល្អចឹងណាហើយនឹងឈាមរត់ស្រួលហើយមួយទៀតគេហៅថា strengthening គឺប្រើកម្លាំងដើម្បីធ្វើម៉េចឲ្យសាច់ដុំយើងកោសិកាសាច់ដុំយើងគឺមានការប្រឹងទាញដើម្បីបញ្ចេញជាតិពុលហើយដើម្បីយ៉ាងទៀតផងដែរដើម្បីទន្ទឹងកោសិកាសាច់ដុំឲ្យវាឡើងហើយដើម្បីដុតរំលាយខ្លាញ់ឲ្យវាចេញអញ្ចឹងដូចបងប្អូនចំនួនក៏លើកអ៊ីតេគាត់ទៅ push up គាត់ទៅរុញដៃអីចឹងណាបាទហើយមួយទៀតផងដែរគេហៅថា balancing អញ្ចឹង balancing មានដូចយើងធ្វើដូច yoga អញ្ចឹងណាលើកជើងមួយអីចឹងទៅហើយយើងកេងអញ្ចឹងទៅយើងពុតជើងពុតដៃហ្នឹងគេហៅ balancing បាទហើយមួយទៀតគេហៅថា stretching បាទ stretching មានន័យថាយើងយកខ្សែមកយើងដាក់ជើងយើងទាញទៅទាញមកអស់ហ្នឹងអាហ្នឹងដើម្បីធ្វើឲ្យគេហៅថាបន្ទឹងសាច់ដុំបន្ទឹងសរសៃសងយើងអញ្ចឹងវាមានបែងចែកច្រើន aerobic បាទ strengthening បាទហើយមួយទៀតគេហៅថា balancing ហើយ stretching ទាំងអស់ហ្នឹងគឺបែងចែកការសកម្មភាពទាំងអស់ក្នុងការហាត់ប្រាណហើយការហាត់ប្រាណគឺមានអត្ថប្រយោជន៍ច្រើនយើងរាប់ទៅស្ទើរតែជីវិតយើងទាំងអស់ពឹងទៅលើការហាត់ប្រាណដើម្បីឲ្យការរស់នៅស្រួលតែដើម្បីនិយាយឲ្យចំបច្ចេកទេសពាក្យពេចន៍ការហាត់ប្រាណទី1ធ្វើឲ្យយើងចុះគីឡូបើថាយើងរស់នៅគាត់អង្គុយតែញ៉ាំគេទេជាទូទៅមិនរៀនឆាប់អាយុខ្លីនិយាយសមណាបាទមានថាយើងញ៉ាំយើងបញ្ចូលកាឡូរីបញ្ចូលជាតិធម្មពលដែលញ៉ាំទៅសល់ទុកវាអត់មានបញ្ចេញជាតិពុលដែលយើងចេញតាមញើសជាតិពុលដែលយើងចេញតាម carbon dioxide ជាតិពុលខ្យល់ជាតិពុលដែលយើងចេញតាមនេមួកបត់ជើងហ្នឹងវាមិនដំណើរការល្អទេបើយើងអត់ហាត់ប្រាណប៉ុន្តែបើយើងហាត់ប្រាណធ្វើអត្ថស័យសសូមសាច់ដុំនឹងដើរពង្រឿននឹងដើរអាហ្នឹងធ្វើឲ្យយើងបត់ជើងស្រួលធ្វើយើងដកដង្ហើមស្រួលធ្វើកសកាចំណាយថាស្រួលអាហ្នឹងវាធ្វើឲ្យជីវិតយើងវែងបេះដូងយើងទៅធាក់អញ្ចឹងទាំងអស់ហ្នឹងគឺប្រើកម្លាំងហើយកម្លាំងទាំងអស់ហ្នឹងគឺយកជាតិ calorie ដែលជា store ទុកជា fat ហ្នឹងយកមកប្រើដូចជាប្រេងម៉ាស៊ីនទៅប្រើអញ្ចឹងបាទហ្នឹងគឺហៅ exercise មួយដែលជួយបេះដូងយើងណាបាទហើយហ្នឹងគឺបញ្ចុះគីឡូផងដែរដើម្បីឲ្យគីឡូយើងថិតថេរហើយជាធម្មតាតែគីឡូយើងថិតថេរបេះដូងយើងក៏ដើរល្អសរសៃឈាមយើងក៏ដើរល្អសុខភាពខ្លួនប្រាណយើងមិនត្រឹមតែឈាមមិនឲ្យឡើងទេបេះដូងក៏មិនឲ្យគាំងស្អីខួរក្បាលក៏មិនឲ្យស្ទះហើយនឹងអ្វីដំណើរការឲ្យរត់ស្រួលអញ្ចឹង maintain រក្សាគីឡូរក្សាស្ថិរភាពក្នុងខ្លួនមួយទៀតផងដែរវាធ្វើឲ្យគេហៅថាបើយើងហាត់ប្រាណគេមាន metabolic syndrome metabolism មានថាប្រព័ន្ធរាងកាយខ្លួនយើងទាំងអស់ដែលចលនាធ្វើឲ្យដើរបើមិនដើរទេវាធ្វើឲ្យមានជំងឺឧទាហរណ៍ដូចជាជំងឺឡើងគីឡូដូចជាជំងឺឡើងឈាមដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមជំងឺទាំងអស់ហ្នឹងវានឹងកើតឡើងបើយើងមិនហាត់ប្រាណហើយជំងឺទាំងអស់ហ្នឹងគេថាដោយសារ metabolism របស់យើងមិនដំណើរការអញ្ចឹងបើយើងហាត់ប្រាណ metabolism របស់យើងបាទប្រព័ន្ធទាំងអស់ហ្នឹងវាដំណើរការចូលវានឹងកាត់បន្ថយទឹកនោមផ្អែមកាត់បន្ថយការឡើងឈាមកាត់បន្ថយការមានរោគបេះដូងហើយកាត់បន្ថយរោគគីឡូដែលគេហៅ obesity ហ្នឹងហើយរោគ obesity ហ្នឹងពិបាកព្យាបាលហើយបើមានអាហ្នឹងគឺមានរោគ metabolism ទាំងអស់ហ្នឹងទៀតបាទហើយការហាត់ប្រាណមួយទៀតផងដែរវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយធ្វើឲ្យយើងមិនសូវមួម៉ៅមិនសូវស្លុតមិនសូវបាក់ទឹកចិត្តមិនសូវគេហៅថាស្លន់ស្លោភ័យស្លុតវាធ្វើឲ្យយើងមានភាពក្លាហានមានភាពទំនុកទុកចិត្តនិយាយនោះធ្វើឲ្យមនុស្សផ្លែកមួយជាពីរខុសជាមនុស្សដែលថាមិនហាត់ប្រាណទុយមួយស្ងៀមស្ងាត់រឿងចាញ់ព្រៀបគេបាក់ស្បាតមិនលះមិនស្វាហាប់អីយ៉ាងទៅអញ្ចឹងការហាត់ប្រាណធ្វើឲ្យមនុស្សយើងជាមនុស្សម្នាគេណាចំណុចការហាត់ប្រាណមួយទៀតផងដែរមិនថាមកធ្វើឲ្យយើងអារម្មណ៍នឹងស្រួលទេធ្វើឲ្យកម្លាំងយើងបានហាក់បីដូចយើងមានកម្លាំងធម្មពលពេញខ្លួនអញ្ចឹងហើយបើយើងហាត់ប្រាណយើងគេងលក់ស្រួលទៀតស្ងប់ហើយបើយើងហាត់ប្រាណគេហៅអារម្មណ៍ផ្លូវភេទរបស់យើងក៏វាមានហើយកម្លាំងយើងចំណង់ចំណូលយើងក៏វាមានអញ្ចឹងបើគេថាបុគ្គលដែលហាត់ប្រាណការរស់នៅជីវិតផ្លូវអារម្មណ៍របស់គាត់បានជូរសុបាយជាងហើយមិនមានបញ្ហាអញ្ចឹងបើសិនយើងឃើញថាបរិសុទ្ធនៅស្រុកខ្មែរយើងមួយចំនួនក៏អត់ហាត់ប្រាណណាឃើញតែយុគក្មេងៗឯងគាត់បាត់អារម្មណ៍អស់ហើយគាត់មិនដំណើរការហើយដោយសារទី1គាត់បំបាក់នឹងការប្រើផ្លូវភេទរបស់គាត់ទី1ទី2គាត់ពិបាកនឹងបញ្ចេញកម្លាំងទី3គាត់អត់មានអារម្មណ៍ដោយសារបញ្ហានឹងការខ្សោយនឹងការហាត់ប្រាណដោយសារបញ្ហាជំងឺ metabolism គាត់ចាប់ដល់មានពេញខ្លួនហើយត្រឹម30ស្ដៅក្រុម30អីអាហ្នឹងដែលជាជំនឿមួយថាពួកអ្នកមានក្បាលពោះគឺកូនអ្នកមានសុខភាពល្អមានលុយហ្នឹងបាទគឺតាមពិតគឺចោលលុយហើយសិតតែអត់បានការទាំងអស់អញ្ចឹងណាបាទបើយើងនិយាយទីផ្លូវសុខភាពហើយម្យ៉ាងទៀតផងដែរបើយើងអត់ហាត់ប្រាណទេវាធ្វើឲ្យបេះដូងយើងនេះវាមានជំងឺច្រើនណាវាមិនមែនជំងឺគាំងបេះដូងមួយទេវាធ្វើឲ្យយើងជំងឺបេះដូងអត់ដើរទេសរសៃឈាមវាស្ទះក្នុងខ្លាញ់ហ្នឹងបើយើងអត់ហាត់ប្រាណទេអាខ្លាញ់ក្នុងសរសៃឈាមហ្នឹងវាអត់ធាក់ទេ
ដល់អត់ធាក់ទេវាស្ទះហើយតែស្ទះយូរទៅវាអាចកាំងបើកាំងនៅកន្លែងកពួនជើងវាចុកជើងបើកាំងនៅកន្លែងបេះដូងវាកាំងបេះដូងបើកាំងទៅលើកន្លែងសរសៃខួរក្បាលវា stroke អញ្ចឹងណាបាទអញ្ចឹងគេឲ្យយើងហាត់ទៅដើម្បីឲ្យឈាមវាធាក់ហើយដល់ពេលណាយើងអត់ហាត់ពេលណាយើងមានរឿងអីស្លន់ស្លោយើងចាប់ដាំភ័យបេះដូងចាប់ធាក់ខ្លាំងវាស្ទះហ្មងវាធាក់អត់តាន់អញ្ចឹងមកគេឲ្យសមកហើយបដាការហាត់ប្រាណហ្នឹងមួយទៀតផងដែរការហាត់ប្រាណហ្នឹងវាធ្វើឲ្យយើងក្នុងឈាមយើងហ្នឹងវា regulate ឈាមជាតិស្ករក្នុងឈាមយើងហ្នឹងហើយនឹងជាតិ insulin ហ្នឹងឲ្យវាដំណើរការល្អដល់បើសិនជាយើងមានជាតិខ្លាញ់ច្រើនវានឹងរាំងស្ទះនឹងការចាប់យកជាតិស្ករហ្នឹងដោយសារជាតិខ្លាញ់ហ្នឹងរាំងស្ទះ insulin មិនឲ្យយកចាប់យកជាតិស្ករហ្នឹងបានអញ្ចឹងមានន័យថាក៏ពីងយើង pancreas ហ្នឹងនឹងបន្តផលិត insulin រហូតដល់ insulin លេងផលិតនឹងកើតអាហ្នឹងស្ករដៃពេលហ្នឹងគ្មាន insulin ចាប់យើងអាចទៅជាទឹកនោមផ្អែមអញ្ចឹងបានមានទឹកនោមផ្អែមគេឲ្យយើងធ្វើយ៉ាងម៉េចក៏ដោយព្យាយាមហាត់ប្រាណតែកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមច្រើនអញ្ចឹងណាបាទបើយើងហាត់ប្រាណភាគច្រើនមិនសូវចូលចិត្តជក់បរិយាហាក់បីដូចជានៅនឹងការជក់ហើយបើយើងហាត់ប្រាណយើងញ៉ាំប៊ីយ៉ាតិចជួយស្រាយយើងអាចទប់ទល់បានប៉ុន្តែបើយើងអត់ហាត់ប្រាណយើងញ៉ាំមុំឆាប់ឡើងគីឡូដុសក្បាលពោះអញ្ចឹងណាហើយបើយើងអត់ហាត់ប្រាណយើងក៏អត់សូវញ៉ាំទឹកបានច្រើនហើយបើយើងញ៉ាំទឹកអត់បានច្រើនគឺយើងឆាប់ឡើងគីឡូទៀតព្រោះការអត់ញ៉ាំទឹកធ្វើឲ្យខ្លួនប្រាណយើងគឺមានបញ្ហាចលនាមិនដំណើរការធ្វើឲ្យយើងឆាប់ឡើងគីឡូទៀតហើយបើយើងមិនហាត់ប្រាណគឺយើងមិនសូវបានចង់ចូលចិត្តញ៉ាំសាច់ណាទេព្រោះយើងឡើងគីឡូហើយតែអត់ញ៉ាំសាច់ខ្វះជាតិប្រូតអ៊ីនអានោះខ្វះជាតិថាមពលដើម្បីដំណើរការទៀតអញ្ចឹងឡើងគីឡូលើដើមទៀតអញ្ចឹងទឹកហើយនឹងសាច់ជាសារធាតុ2ដែលធ្វើឲ្យយើងមានកម្លាំងហើយធ្វើឲ្យដំណើរការល្អកុំឲ្យឡើងគីឡូអ្នកខ្លះទៅយកវិញគេថាញ៉ាំទឹកឡើងគីឡូញ៉ាំសាច់ច្រើនឡើងគីឡូញ៉ាំទឹកហើយនឹងញ៉ាំសាច់ពីរហ្នឹងធ្វើឲ្យជួយចុះគីឡូអញ្ចឹងណាបាទហើយចំណុចចុងក្រោយ2ទៀតវិញហាត់ប្រាណកោសិកាខួរក្បាលយើងអារម្មណ៍ខួរក្បាលយើងហាក់បីដូចជា mental health វាស្រឡះវាមិនស្មុគស្មាញវាមិនអាប់អួរហើយវាមិនពិបាកចិត្តជំងឺច្រើនហើយទន្ទឹមនឹងហ្នឹងផងដែរការវិនិច្ឆ័យរបស់យើងគឺ reflect លឿនរហ័សហើយទន្ទឹមនឹងហ្នឹងផងគេ cognitive function របស់យើងគេហៅថាចំណេះដឹងយល់ដឹងបញ្ញាញាណរបស់យើងគឺភ្លឺស្វាងខុសពីអ្នកអត់ហាត់ប្រាណហាក់បីដូចល្ងឹតខ្លៅពពកពេញខួរក្បាលយើងមិនគេហៅមិនស្វាងមិនស្រឡះអញ្ចឹង cognitive function របស់យើងហ្នឹងគឺអាប់អួរអញ្ចឹងបើយើងនិយាយពីហាត់ប្រាណមួយគឺជាគឺជាផ្នែកនៃជីវិតយើងមួយដ៏ធំមែនទែនដែលយើងអត់បានអញ្ចឹងណាបាទតែមិននិយាយពីអត្ថប្រយោជន៍ហើយយើងនិយាយពីថាតើវាចំនួនមួយទី2តើវាជួយខ្លះយើងចាំថ្ងៃណាបាទវាធ្វើឲ្យយើងរវាងរហ័សរហួនធ្វើឲ្យយើងរស់នៅមិនសូវហត់ធ្វើឲ្យយើងកេងលក់ស្រួលបើនិយាយពីសាមញ្ញភាពដែលថាយើងអត់និយាយពីក្បួនពេទ្យធ្វើឲ្យយើងមានកម្លាំងធ្វើឲ្យយើងមិនសូវហត់ធ្វើឲ្យយើងកេងស្រួលធ្វើឲ្យយើងមានផ្លូវភេទជីវិតសុបាយបាទធ្វើឲ្យញ៉ាំឆ្ងាញ់ធ្វើឲ្យយើងបត់ជើងស្រួលមិនសូវទល់នឹងមួកបាទព្រោះអ្នកអត់ហាត់ប្រាណទេពិបាកបត់ជើងណាហើយអ្នកអត់ហាត់ប្រាណទេអស់កម្លាំងស៊ុយទៅល្មួយហើយអ្នកអត់ហាត់ប្រាណដេកពិបាកគេងហើយអ្នកអត់ហាត់ប្រាណទេគឺថាមានអារម្មណ៍ដូចពុលពេញខ្លួននឹងហើយស្អុលណែនពោះចឹងហើយបើអត់ហាត់ប្រាណទេយើងមានអារម្មណ៍ថាក្នុងជីវិតយើងហាក់បីដូចជាគ្មានថាមពលហ្មងអញ្ចឹងមនុស្សដែលអត់ហាត់ប្រាណទេក្នុងជីវិតយើងគឺថារស់នៅខ្សោយជាអ្នកដទៃឆ្លាតខ្សោយទាំងអារម្មណ៍ខ្សោយទាំងទឹកចិត្តទាំងរាងកាយតាំងពីរស់នៅតាំងពីដំណើរការអារម្មណ៍ទាំងអស់អញ្ចឹងបើយើងនិយាយពីក្រៅផ្លូវពេទ្យទស្សនវិជ្ជាទូទៅគេហៅថាមនុស្សអាប់អួរមនុស្សតុយមួយមនុស្សមិនស្រស់ស្រាយមនុស្សមិនស្វាងមនុស្សដែលពពកពេញខួរក្បាលដែលល្ងិតល្ងល់ដោយមិនភ្លឺស្វាងស្រះដែលថាងើបមកវ៉ាព្រឹកនេះព្រលឹមណាគឺស្រស់ប្រំប្រៃហ្មងវាអត់មានអារម្មណ៍ចឹងវាដូចជាអាប់អួរហ្មងអញ្ចឹងហើយក្នុងខ្លួននោះដូចខ្យល់កោមិនទេតែអារម្មណ៍តែចេះចំកក់ខ្យល់ជីងធងសិតស័ព្ទវិលមុខហើយមានអារម្មណ៍ថាតិចទៅងើបឡើងវិលមុខលើឡើងជីងធងហើយមើលទៅគឺជាចង់ដួលផងចិត្តតិចចង់ខ្យល់ចាប់ផងទាំងអស់ហ្នឹងហើយគឺជាបញ្ហាដែលយើងអត់ហាត់ប្រាណហ្នឹងហើយហើយតែអត់ហាត់ប្រាណគឺអត់ចេញជាតិពុលគឺជាតិពុលនៅក្នុងខ្លួនយើងមានអារម្មណ៍ថាពោពេញដោយថប់ប្រមោពោពេញដោយណែនធុងស្រាមពេញខ្លួនណាបាទអញ្ចឹងកាកសំណល់ក៏អត់ចេញដែរជាតិពុលក្នុងកោសិកាក៏អត់ចេញដែរជាតិកាបូនដៃអុកសាយដែលក្នុងពេញកោសិកាយើងដែលបញ្ជូនចេញតាមជាតិឈាមយើងរុញមកសួតយើងឲ្យចេញតាមមាត់យើងណាជាតិពុលហ្នឹងក៏អត់ចេញដែរអញ្ចឹងយើងស្ទោទុកច្រើនណាជាតិពុលនៅក្នុងខ្លួនយើងចឹងបើយើងនិយាយជាប្រចាំថ្ងៃហាក់បីដូចយើងរស់នៅពោពេញទៅតាមប្រពន្ធនៅក្នុងខ្លួនយើងដែលមិនបានយកទៅបោះចោលចឹងអញ្ចឹងបើមិនបានយកទៅបោះចោលវាធ្ងន់វាមិនល្អវាពុលវាស្ទាក់នៅហ្នឹងអញ្ចឹងបើយើងចង់ធ្វើអីហាក់បីដូចជាទៅមិនរួចវាអត់មានគេហៅថាអីជំរុញណាអញ្ចឹងវាមួយថ្ងៃទៅមួយថ្ងៃវាចេះតែជន់យើងឃើញតែមនុស្សហ្នឹងភាគច្រើនគឺខ្សោយភាគច្រើនឆាប់ចាស់ភាគច្រើនមើលទៅទុយមួយមានកម្លាំងបើយើងនិយាយពីអ្នកគេរស់នៅ 4-10 ឆ្នាំគេរស់នៅ10ឆ្នាំហាក់បីដូចយើងរស់នៅបាន 5-10 ឆ្នាំអញ្ចឹងវាឆាប់ចាស់ជាងគេទាំងអារម្មណ៍ទាំងរាងកាយទាំងគេផ្លូវចិត្តការហាត់ប្រាណហ្នឹងវាជួយសម្រាប់3-4សំខាន់ទី1បើយើងហាត់ប្រាណណាជាពិសេសចាស់វាធ្វើឲ្យតសៃទៅសូមគាត់យាហើយធ្វើឲ្យការប្រែប្រួលខ្លួនប្រាណរបស់គាត់វា flexible ណាវារហ័សរហួនយើងឃើញចាស់ដែលមិនសូវហាត់ប្រាណគាត់ងាកតិចឆ្លោះដើរខុសប្លង់តិចឆ្លោះក្រិចអាហ្នឹងជាបញ្ហាធ្ងន់ធ្ងរប៉ុន្តែបើគាត់ហាត់ប្រាណដើរអញ្ចឹងទៅគាត់មិនងាយឆ្លោះមិនងាយកិច្ចទេហើយក៏មិនសូវ
ងាយដួលដែរបញ្ហាដែលគាត់ចាស់តិចទៅគាត់មិនសូវហាត់ប្រាណគាត់ក្រេកគាត់ថ្លង់គាត់ដួលហើយទៅដួលពីច្រើនគឺធ្ងន់ធ្ងរប៉ះពាល់នឹងបាក់ឆ្អឹងក្បាលជង្គង់កែងដៃចឹងទៅវាធ្វើគាត់រ៉ាំរ៉ៃហើយចាស់ទៅចាប់ដើមដួលចាប់ដើមបាក់អីបាក់មិនបាក់ដៃបាក់ជើងបាក់ទឹកចិត្តណាបាក់សុខភាពគាត់ទៅតាមហ្នឹងចឹងគេប្រយ័ត្នណាស់ចាស់គេមកគាត់ដួលទេចឹងណាបាទហើយមួយទៀតផងដែរដល់ពេលយើងហាត់ប្រាណទៅវាធ្វើឲ្យឆ្អឹងយើងវាតាំងវាធ្វើរឹងមាំលើដើមយើងមកអត់ហាត់ប្រាណទេឆ្អឹងយើងដូចស្បាញ់ចឹងដូចតែអ៊ីប៉ុងចឹងវាអត់តាំងល្អទេចឹងមកគេយើងហាត់ប្រាណទៅឆ្អឹងយើងវាតាំងវាមាំចឹងមិនងាយបាក់មិនងាយហុយណាបាទហើយចឹងមកក្មេងៗមកគេយើងឲ្យគាត់ហាត់ប្រាណក៏ពេលអាយុគាត់កំពុងតែលូតលាស់ជាពិសេសបើសិនជាគាត់ក្រោមអាយុពេញវ័យក្រោមអាយុពេញវ័យមានន័យថាវ័យគាត់មិនទាន់មានមកថ្ងៃខែឬក៏បុរសមិនទាន់ពេញវ័យមិនទាន់ពេញវ័យកន្លោះអាយុក្រោមមិនទាន់មកថ្ងៃខែមិនទាន់ពេញវ័យកន្លោះហ្នឹងគឺឆ្អឹងគាត់នៅលូតលាស់ខ្លាំងណាគាត់អ៊ីប៉ុងអត់តាំងទេចឹងបើគាត់ហាត់ប្រាណគឺគាត់អាចលូតកម្ពស់នៅពេលហ្នឹងឯងចឹងមិនថាបុរសនារីបើចង់បានកម្ពស់ខ្ពស់គឺហាត់ប្រាណនៅពេលហ្នឹងឯងគឺធ្វើឲ្យគាត់ខ្ពស់ខ្លាំងបូកផ្សំនឹងការញ៉ាំម្ហូបគ្រប់គ្រាន់គ្រប់វិជ្ជាជាតិហើយនឹងទឹកដោះគោសំខាន់ណាស់ទឹកដោះគោវាធ្វើឲ្យឆ្អឹងអ៊ីប៉ុងរបស់គាត់ហ្នឹងវានឹងលូតលាស់លឿនអត់ងាយតាន់ទេតែដល់មកថ្ងៃខែហើយពេញកន្លោះហើយគឺអ៊ីប៉ុងហ្នឹងគឺលែងមានទៀតទេព្រោះវាតែឆ្អឹងតាន់ហើយតែឆ្អឹងតាន់លែងលូតលាស់ហើយចឹងចង់បញ្ជាក់ថាការហាត់ប្រាណមុនពេញវ័យចឹងមកក្មេងៗនៅសាលាគេតែឲ្យហាត់ប្រាណណាមុនពេញវ័យហ្នឹងគឺធ្វើឲ្យឆ្អឹងអ៊ីប៉ុងរបស់គាត់មានបន្តការលូតលាស់ធ្វើគាត់ខ្ពស់មិនត្រឹមប៉ុណ្្នឹងទេប្រព័ន្ធការពាររបស់គាត់ហ្នឹងនឹងពង្រឹងព្រោះយើងធម្មតាប្រព័ន្ធការពារខ្សោយបើយើងអត់សកម្មប៉ុន្តែបើយើងសកម្មប្រព័ន្ធការពារយើងគឺពង្រឹងហ្មងចឹងងាយវាយលុកជាមួយមេរោគផ្សេងៗដែលចូលមកក្នុងខ្លួនយើងហើយមេរោគចូលក្នុងខ្លួនយើងគេហៅថា antigen ហើយប្រព័ន្ធការពារយើងដើម្បីវាយលុកមេរោគហ្នឹងគេហៅ anticore antibody ចឹងឲ្យទៅចូលមកក្នុងខ្លួនយើង antibody របស់យើងហ្នឹងដែលថាបង្កើតដល់ប្រព័ន្ធការពារហ្នឹងនឹងខ្លាំងវាយលុកលឿនចឹងបានឃើញអ្នកហាត់ប្រាណកម្រសិលឈឺអ្នកអត់ហាត់ប្រាណឈឺលឿនអាហ្នឹងមួយចឹងមួយទៀតផងដែរតែតង់ពីមហារីកដោយសារយើងហាត់ប្រាណទៅវាជួយជំងឺ metabolism យើងច្រើនដូច្នេះហើយ metabolism ហ្នឹងវាពាក់ព័ន្ធនឹងចលនាបេះដូងខ្លាញ់ឈាមយើងអត់ហ្នឹងវាធ្វើឲ្យmetabolism យើងហ្នឹងដំណើរការល្អអញ្ចឹងមេរោគមហារីកភាគច្រើនអត់សូវមានមហារីកពោះវៀនធំជាពិសេសមហារីកសដន់មហារីកផ្សេងទៀតគឺនឹងកាត់បន្ថយឧទាហរណ៍បើយើងអត់ហាត់ប្រាណទេអត់សូវបត់ជើងធំទេបើយើងអត់បត់ជើងធំកាកសំណល់នៅក្នុងពោះវៀនធំនឹងសល់ច្រើនហ្នឹងឯងយូរទៅវាធ្វើឲ្យពោះវៀនធំនឹងឆាប់មានមេរោគច្រើនឆ្លងមហារីកច្រើនអញ្ចឹងបើសិនយើងបត់ជើងញឹកញាប់ទៅជាតិកាកសំណល់នឹងឆាប់ចេញមហារីកពោះវៀនធំហ្នឹងក៏អត់សូវមានដែរអញ្ចឹងកាត់បន្ថយមហារីកច្រើន